7,500ខ្វេះខ្វាញយ៉ាយាយដៃធ្វើម៉េចដើម្បីជីវភាពយើងវាខ្សត់ខ្សោយអញ្ចឹងណាដើម្បីជីវភាពផ្គប់ផ្គង់គ្រួសារទឹកដោះគោកូនថ្លៃបងសាលាកូនគិតទៅកំសត់ចុយអានេះគុជមែនគុជវិញត្រូវថ្លៃបាទនេះអញ្ចឹងណាបងប្អូនជីវិតវាមើលមិនឃើញទេថ្ងៃនេះខ្ញុំលក់លៀសថ្ងៃស្អែកក៏មិនប្រកាសថាមានលៀសលក់ទៀតដែរបាទវាអស់ហ៎អញ្ចឹងត្រូវកំងហើយសួស្តីបងប្អូនអរគ្នាឥឡូវនេះដល់រដូវលៀសទៀតហើយបើសិនជាមានបងប្អូនណាចង់បានលៀសអីអាចកំងបានឥឡូវហ្នឹងនៅមានលៀសច្រើននេះខ្ញុំយកអីវ៉ាន់ទៅរាវលៀសបាទខែនេះលៀសវាចាប់ដើមមានសាច់ហើយបងប្អូនឲ្យចង់ហូបលៀសហូបអីបាទអាចបានដាក់តាម៉ាននេះទៅនេះអូគ្រប់ទឹកបរហើយបាទចាំទៅណាឆ្ងាយខ្ញុំខ្ជិលដើរនេះជោគដល់កន្លែងនេះបងប្អូនឃើញនេះហើយលៀសធានាបងសាច់ស្អាតដាក់មកកញ្ឆេងនឹងចូល1គីឡូឥឡូវមូលជើងខោហ្មងខែឥឡូវរៀងក្តៅដែរបងប្អូនអើយដាក់មកចាស់ដៃហ្មងអូយោជាក់របស់គេបាទអត់ទៅណាឆ្ងាយទេអីចាអូតឹងដែរអត់មានអូយសង្ស័យអំបិលហើយអូយទូចចាអូយជាបងប្អូនកើតទេបងសុំដៃពាក់សិនជាបងសុំដៃពាក់នេះសិនបានសុំដៃហើយនៅថាជាពេកមិញបងប្អូនក៏ដាក់សុំដៃសុំដៃមកស្រួលអញសូជុំចាស់ផ្ទះបាទយកក្បែរផ្ទះហ្នឹងអីយូជោគចឹងបងប្អូនអីយូហើយយើងកាយវាបន្ថែមមកដាក់ចឹងមកអូហូបងប្អូនអើយអូធំនេះចឹងបានថាណាបងប្អូនដែលចង់បានកំងឲ្យហើយមិនចេះតែមានទេបាទដល់រដូវហើយខែនេះខែត្រជាក់ដាក់ផ្ញើអីវាមានជីវិតរស់បានយូរចង់និយាយចឹងណាហើយចាំមើលល្ងាចខ្ញុំយកទៅឆាបញ៉ែមទៀតហើយកុំបន្ទោសខ្ញុំបាទពីព្រោះនៅភូមិខ្ញុំនេះចង់ហូបអីបានហ្នឹងបាទបាទមកនេះមកកោបលុយអូប៉ុណ្ណឹងបានទេបងប្អូននេះឃើញទេល្មមមកមាត់ហ្មងចង់កំងប្រហែលគីឡូប្រាប់ព្រោះរោទុកខ្ញុំអត់រោទេគឺរោភ្លាមដាក់ឲ្យភ្លាមអញ្ចឹងណា1គីឡូ 7,500ណាអាចកំងទៅចាប់ពី3គីឡូឡើងយកតិចគីឡូខ្ជិលមក1គីឡូអីណាមករោឲ្យទេចាប់ពី3គីឡូឡើងហើយអ្នកអ៊ិចសាន់នៅអ៊ិចសាន់ในតំបន់ខ្ញុំរស់នៅនេះគឺយកឲ្យដល់ផ្ទះតែម្ដងបាទឲ្យទៅនៅអ៊ិចសាន់ចាប់ពី3គីឡូឡើងគឺយកឲ្យដល់ផ្ទះហ่ะបាទនឹងសូមជម្រាបចឹងណាបើមិនរកស៊ីទេគឺពិបាកហើយបាទខែនេះហើយអីយូយមកកញ្ឆេងណាក៏សិតតែសាច់ដែរវល់ធំចង់ប៉ុនងាវហ៊ូជារបស់គេមិនលេងធេងណាបងប្អូន1គីឡូ 7,500ណាបងប្អូនមិនលេងសើចទេណាម៉មអីយូយមិនស្រួលទេបងប្អូនអើយនេះ 7,500ខ្វេះខ្វាញយ៉ាយាយដៃធ្វើម៉េចដើម្បីជីវភាពយើងវាខ្សត់ខ្សោយអញ្ចឹងណាដើម្បីជីវភាពផ្គប់ផ្គង់គ្រួសារទឹកដោះគោកូនថ្លៃបងសាលាកូនគិតទៅកំសត់ចុយអានេះគុជមែនគុជវិញត្រូវថ្លៃបាទនេះអញ្ចឹងណាបងប្អូនជីវិតវាមើលមិនឃើញទេថ្ងៃនេះខ្ញុំលក់លៀសថ្ងៃស្អែកក៏មិនប្រកាសថាមានលៀសលក់ទៀតដែរបាទវាអស់ហ៎អញ្ចឹងត្រូវកំងហើយជីវិតយើងមើលមិនឃើញទេបងប្អូនវាសនាក៏អញ្ចឹងដែរដូចខ្ញុំពេលនេះអញ្ចឹងពេលនេះវាសនារបស់ខ្ញុំនៅកំពុងរាវលៀសលក់អញ្ចឹងណាបងប្អូនហើយមិនប្រកាសថាអនាគតទៅខ្ញុំឈប់រាវលៀសដែរគឺនៅតែរាវបន្តទៀតបងប្អូនព្រោះអីបងប្អូននៅតែកំងអញ្ចឹងណា
រឿងហ្នឹងវាអញ្ចឹងឯងបងប្អូនហត់បងប្អូនប៉ុណ្ណឹងហត់អានេះបើសិនជាពោះម៉ាយគេហៅពោះម៉ាយទុលពុតបងប្អូនហើយលៀសម៉ាយអាលៀសនេះកាយចឹងមកបងប្អូនដៃ2ដៃ3ចឹងមកនេះខ្វេះយកមកឃើញបងប្អូននេះគឺជីវភាពប្រចាំហើយបាទប្រចាំរដូវរបស់ខ្ញុំមកជីវភាពហ្នឹងជាឱកាសល្អហើយចង់ហូបលីហូបអីមិនចាំទៅដល់ខ្មែរទេប្រាប់តែអាចារ្យហ្វីមកអាចារ្យហ្វី1រាវឲ្យ3គីឡូបាទ1គីឡូ7500និយាយតម្លៃឲ្យហើយហ្មងហើយលៀសកន្លែងនេះគឺសបល់ល្អសាច់ល្អតែបើលៀសកន្លែងផ្សេងវាមានដែរក៏ប៉ុន្តែវាអាចនឹងខ្មៅបាទវាអាចនឹងខ្មៅសបល់ល្អស៊ីចឹងទេបាទអញ្ចឹងបងប្អូនឃើញសបល់ស្រាប់ហើយកន្លែងនេះវាមានមួយរដូវចឹងបើយើងរកអស់ទៅគឺវាអស់ហើយអត់បានលៀសសបល់ហូបទៅមើលទៅគួរចង់ហូបបាទនិយាយរួមមកកញ្ឆេងមកទូកដៃប៉ុណ្ណឹងមក10កញ្ឆេង10ទូកដៃម៉មបាទអញ្ចឹងបងប្អូននេះក្រុមធំដែរតែឥឡូវហ្នឹងក្រុមរៀងទូចទេណែបើសិនជាក្រុមរៀងធំតទៅថែទៀតបាទគាត់ហ្នឹងក្រុមប៉ុណ្ណឹងបាត់ដៃហ្មងណានៅស្រុកខ្មែរយើងហៅក្រុមពោកក៏ប៉ុន្តែនៅកូរ៉េគេហៅក្រុមធម្មតាអញ្ចឹងណាអូអានេះក្បែរក្រុមពោកនេះក្បែរណាចង់បានក្រុមឆាក្តៅអីប្រាប់ទៅថាអាចារ្យហ្វីខ្ញុំចង់បានក្រុមអូខេក្រុមចាំខ្ញុំថែមឲ្យហ្វ្រីអញ្ចឹងបងប្អូនអើយការងារបើយើងមិនខំប្រឹងធ្វើទេគ្មានណាគេមកធ្វើទេយើងត្រូវតែខំប្រឹងអញ្ចឹងណាបងប្អូនអានឹងគេហៅថាជីវិតគឺជាការតស៊ូបើយើងមិនតស៊ូទេវាអាចនឹងទទួលទងសបាទរឿងវាប៉ុណ្ណាហើយអ្នកខ្លះគាត់ឆ្ងល់ទៀតបោះគាត់ម៉ាស៊ីនខ្លះហាលទៅអត់ឆ្ងាញ់ទេបាទបើម៉ាស៊ីនហាលអត់ឆ្ងាញ់យកអាម៉ាស៊ីនផ្លុំសក់យើងហ្នឹងបងប្អូនយកមកបាទយើងស្រោះលៀសយ៉ាងណាក៏ដោយកុំឲ្យវាហាមាត់ឲ្យនិយាយរួមឲ្យឆ្អិនហើយតែកុំឲ្យហាមាត់យើងត្រូវមានបច្ចេកទេសក្នុងការស្រោះលៀសចាំទៅដល់ផ្ទះបើសិនជាបងប្អូនអត់ចេះខ្ញុំបង្រៀនទៀតបាទធ្វើយ៉ាងណាក៏ដោយចងលៀសនឹងឲ្យជិតបាទកុំឲ្យវាមានការហើបការណាហើបទៅគឺយើងធ្វើទៅប្រឡាក់ទៅគឺអត់ឆ្ងាញ់ទេគ្រឿងនឹងវាចូលក្នុងអាសាច់លៀសហ្នឹងវាអត់ឆ្ងាញ់ទេចុងសប្តាហ៍បងប្អូនទាំងអស់គ្នាបើសិនជាចង់បានណាឆាតមកតនេអញ្ចឹងខ្ញុំមកកាកឲ្យហើយបាទហើយនិយាយម្នាក់3គីឡូអីទៅម្នាក់3គីឡូអីទៅលៀសប៉ុណ្ណេះ3គីឡូតិចញេបទេឆាមួយមុខប្រឡាក់មួយមុខមុំ3គីឡូបានយកឲ្យនិយាយអញ្ចឹងអូខេបងប្អូននេះឃើញល្មមហើយអញ្ចឹងខ្ញុំអត់ហ៊ាវច្រើនទេខ្ញុំហ៊ាវតែមកហូបទេដូចនិយាយអញ្ចឹងបងប្អូនដែលចង់បានរកឲ្យភ្លាមដាក់ឲ្យភ្លាមអញ្ចឹងណា3គីឡូបានដាក់ទៅឲ្យហើយឡានអ្នករលលៀសបាទសិតតែចេះតែស៊ីអីវិញបងប្អូនគិតមើលទៅអូខេប៉ុណ្ណឹងបានហើយបងប្អូនប៉ុណ្ណេះដែរនេះល្មមហើយបាទឃើញឆាមួយចានប្រឡាក់មួយចានហូបចោះបាទខ្ញុំយកច្រើនពេកហើយទៅដល់មុខចាញ់ខ្ញុំឲ្យបងប្អូនមើលឡានខ្ញុំនោះមើលឡានខ្ញុំផងបាទមិនចេះតែមករោហ្នឹងស្រួលទេជិះឡានមកហើយឡាននេះស៊ីសាំងបាទជួយអញ្ចឹងឡានដឹកជញ្ជូនស៊ីសាំងច្រើនណាលៀស3គីឡូឯងចាក់តាមគ្រាន់ចឹងមានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅពេលកំងលៀសពេលក្រោយបាយ